លោកអ្នកនាងជាទីមេត្រីចាស់តទៅនេះសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍មួយអំពីការចូលរួមរបស់យុវជនខ្មែរក្រោមក្នុងសន្និសីទទី10នៃវេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើមនាបូរីញូវយ៉កពីថ្ងៃទី16ដល់27ឧសភានេះចាស់តើមាននរណាមកចូលរួមខ្លះហើយដើម្បីអ្វីសូមអញ្ជើញស្ដាប់លោកសានសុវិទ្ធរាយការណ៍ពីក្រុង Washington ដូចតទៅវាថាម៉ែក្រមត្រឹមត្រមជានិច្ចត្រូវគេបំភ្លេចចោលទាំងដំពីលានអ្នកចុងពេញក្របឡើងលើខ្លាចចាំត្របាំងតែពួងប្លន់ដីអាប់ប្រឡាក់មានព្រួយលំបាំងរស់ស្រួលរួនសូមជួនរួមឈាមខ្មែរនៅកម្ពុជានឹងនៅប្រទេសនានាកុំច្រឡំថាខ្មែរក្រោមជាយុគឺជាខ្មែរពិតលោហិតខ្មែរអង្គរអាទរខ្មែរកម្ពុជាក្រោមព្រៀមស្វិតរញោមព្រមខ្លាំងសេរីអរលោកនាងជាទីមេត្រីថ្ងៃនេះជាថ្ងៃបិទសន្និសីទទី10នៃវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមនាបូរីញូវយ៉កសហរដ្ឋអាមេរិកដែលសន្និសីទនេះបានបើកកិច្ចប្រជុំរបស់ខ្លួនតាំងពីថ្ងៃទី16ឧសភារហូតមកដោយមានជនជាតិដើមនៅជុំវិញពិភពលោកចូលរួមយ៉ាងច្រើនកុះករនៅក្នុងនោះក្រៅពីគណៈប្រតិភូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដឹកនាំដោយលោកថាច់ងុកថាច់ហើយក៏នៅមានក្រុមយុវជនខ្មែរក្រោមប្រមាណ20នាក់មកពីរដ្ឋនានានៃសហរដ្ឋអាមេរិកពីប្រទេសកាណាដានូវែលសេឡង់ថៃនិងកម្ពុជាចូលរួមផងបានមានអ្នកស្ដាប់ច្បាស់ជាធ្លាប់បានជ្រាបខ្លះហើយអំពីវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមនេះព្រោះថាឆ្នាំ2011នេះជាឆ្នាំទី6ហើយដែលសហព័ន្ធខ្មែរកម្ពុជាក្រោមតំណាងឲ្យជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោមបានចូលរួមនិងធ្វើសេចក្តីថ្លែងការណ៍ជាច្រើនប្រាប់ពិភពលោកឲ្យបានដឹងអំពីការរំលោភសិទ្ធិសេរីភាពនិងជំនឿសាសនាដោយរដ្ឋាភិបាលយួនហាណូយទៅលើជនជាតិដើមខ្មែរក្រោមនៅឯកម្ពុជាក្រោមនោះបាទខ្ញុំសូមរំលឹកថាវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមដែលតាមទម្លាប់អង្គការសហប្រជាជាតិជាអ្នកចូលចិត្តហៅអង្គការនានារបស់ខ្លួនជាអក្សរកាត់ដូចជា UN, UNTA, UNESCO, UNACOD ឡានោះវេទិកានេះក៏មាននាមសង្ខេបថា UNPFI ហើយ UNPFI នេះបានត្រូវបង្កើតឡើងកាលពីខែកក្កដាឆ្នាំ2000ក្រោយមានការជជែកវែកញែកអំពីការចាំបាច់ត្រូវតែមានវេទិកាបែបនេះសម្រាប់ឲ្យជនជាតិដើមភាគតិចនៅតាមប្រទេសនានាបានបញ្ចេញសម្លេងឲ្យអង្គការពិភពលោកបានដឹងបានឮអំពីជីវិតរស់នៅនិងសិទ្ធិសេរីភាពរបស់ខ្លួនក្រោមការគ្រប់គ្រងរបស់អាជ្ញាធរក្នុងប្រទេសនោះបាទ UNPFI ជាអង្គការទីប្រឹក្សារបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិហៅកាត់ថា ECOSOC មានតួនាទីជាអ្នកផ្ដល់យោបល់និងផ្ដល់អនុសាសន៍ស្ដីពីបញ្ហារបស់ជនជាតិដើមដល់ ECOSOC រៀងរាល់ឆ្នាំ UNPFI ជួបប្រជុំរយៈពេល2សប្តាហ៍នៅឯទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិនាបូរីញូវយ៉កតែជួនកាលក៏អាចទៅជួបពិភាក្សាគ្នានៅឯក្រុងហ្សឺណែវប្រទេសស្វីសបានផងដែរមកសហព័ន្ធខ្មែរកម្ពុជាក្រោមតែជំរុញឲ្យយុវជនខ្មែរក្រោមចូលរួមក្នុងកិច្ចការអន្តរជាតិនានាដែលជាផ្នែកមួយនៃការពង្រឹងបទពិសោធន៍និងត្រៀមថ្នាលបណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំរបស់សហព័ន្ធហើយក្នុងសន្និសីទលើកទី10នេះសោតក៏មានក្រុមយុវជនពីគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោមមកចូលរួមផងដែរដោយបានជម្រាបមុននេះហើយថាមានមកពីប្រទេសឆ្ងាយដូចជានូវែលសេឡង់ជាដើមនោះព្រះតេជគុណមាសសវឿនសមណនិស្សិតខ្មែរក្រោមដែលកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងនិងអប់រំនៅឯក្រុងបាងកកប្រទេសថៃដែលនិមន្តចូលរួមប្រជុំ UNPFI វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិនេះជាលើកដំបូង
មានពុទ្ធដីកាថាក្នុងការចូលរួមនោះយើងសង្កេតឃើញថាមិនមែនតែជនជាតិដើមដែលហៅថាខ្មែរក្រោមនៅទឹកដីកម្ពុជាក្រោមនោះទេមានជនជាតិជាច្រើនដែលចេញមកចូលរួមប្រជុំនេះឃើញថាមកជុំវិញពិភពលោកមកពីកាណាដាអូស្ត្រាលីនៅអាហ្វ្រិកនៅសូម្បីតែនៅក្នុងប្រទេសអាមេរិកនោះក៏មានជនជាតិដើមគេមានការចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនេះដែរការដែលយើងចូលនិមន្តចូលមកលើកនេះអាត្មាភាពជាកិត្តិយសត្រូវបានខាងយុវជនខ្មែរក្រមនៅក្នុងគណៈកម្មការយុវជនរបស់យុវជនខ្មែរក្រមដែលស្ថិតនៅក្នុងការគេហៅថាអង្គការសហព័ន្ធខ្មែរក្រមពិភពលោកហើយក្នុងនោះយុវជនយើងបានចូលរួមក្នុងកិច្ចប្រជុំនេះលើកទី6សម្រាប់ឆ្នាំនេះលើកទី6ហើយដោយឡែកអាត្មានៅចូលរួមប្រជុំនៅក្នុងលើកនេះគឺជាលើកដំបូងដែលមានកិត្តិយសមែនទែនបានសិក្សារៀនសូត្រពីបរិបទការងារជាលក្ខណៈអន្តរជាតិចម្រើនផងចំណែកឯលោក Ricky Tran កូនអ្នកខ្មែរក្រោមនៅក្រុង Philadelphia រដ្ឋ Pennsylvania បានប្រាប់យើងថាលោកតំណាងឲ្យយុវជនខ្មែរក្រោមពិបាកលាវដែលមិនអាចមកចូលរួមសន្និសីទ UNPFI នេះបានដើម្បីប្រាប់ឲ្យពិភពលោកបានដឹងថាខ្មែរក្រោមនៅតែបន្តទទួលរងការសង្កត់សង្កិនពីអាជ្ញាធរយួនMy name is Ricky Tran. I am from Bạc Liêu, Khmer Krom, and right now I study international studies, geography and urban studies with an emphasis in human rights and international law. Well, the Vietnamese government have always keep the Khmer Krom people down.And when the Khmer Krom people back in Khmer Krom, they stand up for themselves. They cannot fight for themselves because the government throw them in jail or hurt them. Then it's our job to defend the people back home because the government, hurt them.លោក Ricky ក៏ប្រាប់ឲ្យដឹងផងដែរថាលោកនិងគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរក្រោមត្រេកត្រអាលដែលខ្លួនមានលទ្ធភាពប្រាប់ឲ្យពិភពលោកបានដឹងអំពីការឈឺចាប់របស់បងប្អូនខ្មែរក្រោមនៅកម្ពុជាក្រោមក៏ប៉ុន្តែលោកនៅមិនទាន់សប្បាយចិត្តពេញលេញទេព្រោះអ្វីដែលលោកនិងសហព័ន្ធបានធ្វើទៅហើយនិងកំពុងតែធ្វើនៅមិនទាន់គ្រប់គ្រាន់ព្រោះខ្មែរក្រោមនៅឯកម្ពុជាក្រោមនៅតែបន្តត្រូវអាជ្ញាធរយួនគៀបសង្កត់ធ្វើបាបឥតឈប់ឈរចាំបាច់ត្រូវតែបន្តធ្វើការតស៊ូមតិនៅលើវេទិកាអន្តរជាតិបែបនេះតទៅទៀតយ៉ាងសកម្មព្រោះថាយួនមិនដែលចាត់ទុកខ្មែរក្រោមជាមនុស្សស្មើនឹងពួកវាឡើយហើយលោក Ricky ក៏ចង់ឃើញមានតម្លាភាពនិងសិទ្ធិស្មើភាពរវាងពលរដ្ឋខ្មែរក្រោមនិងពលរដ្ឋយួននៅពីមុខច្បាប់ Well, the basic problem is that they don't consider us equal. They don't consider us human. They don't consider us a citizen and...that's the biggest problem. They have to realize that we are equal to them, and once that problem is realized, then a lot of problems can be fixed. Once they realize that we are an equal playing field, we have the same rights under the law, and we have to make things more transparent, so there's not that much corruption and there's not that much discrepancy in the law. Especially when it comes to the same offenses, but one is with a Khmer Krom person, one is with a Vietnamese person, it's totally different consequences for both. So we need an equal playing field, and we need a better rule of law that applies to all citizens. បាទកូនខ្មែរក្រៅម្នាក់ទៀតគឺកញ្ញាត្រាន់ឡាំហៅច័ន្ទធូមកពីក្រុង Nelson ប្រទេស Nouvelle Zélande ឬ New Zealand បានប្រាប់អ្នកយកព័ត៌មានយើងអំពីបេសកកម្មរបស់នាងនៅឯអង្គការសហប្រជាជាតិដូចនេះខ្ញុំមក United Nations មកជួយខ្មែរក្រមឲ្យគេស្គាល់ថាមនុស្សខ្មែរក្រមជាអ្នកណាគេមកពីកន្លែងណាហើយមានរឿងស្អីគេខ្លះហើយឲ្យគេដឹងស្គាល់ខ្មែរក្រមពួកឥឡូវភពដីមួយនេះគ្មានណាគេសូវដឹងខ្មែរក្រមជាអ្នកណាគេទេពេលយើងថាយើងជាខ្មែរក្រមគេក៏សួរខ្មែរក្រមជាអ្នកណាគេមកពីណាហើយតាកញ្ញាមានអារម្មណ៍យ៉ាងម៉េចដែរក្នុងការចូលរួមកិច្ចប្រជុំអារម្មណ៍ថា
សប្បាយដែរព្រោះយើងបានមកកន្លែងនេះយើងបានមកកន្លែង United Nations ហើយជួបមនុស្សមកពីប្រទេសផ្សេងច្រើនខ្លះដែរហើយគេមានរឿង problem ដូចយើងដែរហើយថាយើងបានថាយើងជួយមនុស្សផងយើងហើយសម្រាប់មួយសប្តាហ៍នេះ What do you do What I've done today this last 2 weeks the whole group Okay so group ខ្មែរក្រមផងយើងពីនៅទឹកនេះយើងបានប្រជុំគ្នារាល់ថ្ងៃហើយយើងទៅ say speeches ទៅ say ជួយ youth caucus ទៅ say speech ហើយយើងបាន submit speech ផងយើងហើយទៅយើងបានសិក្សា speech ផងយើងដែរបានបង Ricky ក៏អ្នកសិក្សា speech ផងយើងបានមុននឹងបញ្ចប់សេចក្តីរាយការណ៍នេះខ្ញុំសូមឲ្យលោកអ្នកនាងស្ដាប់ចំណាប់អារម្មណ៍របស់លោកសមនថាច់សមាជិកគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោមពីទីក្រុង Seattle រដ្ឋ Washington បញ្ជាក់ប្រាប់យើងថាហេតុអ្វីបានជាលោកមកចូលរួមសន្និសីទ UNPFI នាបុរី New York មកហេតុដែលខ្ញុំមើលទៅយើងមិនអាចយកនិស្សិតក៏យកអ្នកតំណាងមកពីក្នុងប្រទេសកម្ពុជាក្រោមហ្នឹងមកនិយាយជាមួយអង្គការសហប្រជាជាតិនៅញូវយ៉កនេះហើយខ្ញុំឃើញដល់ខ្វះមនុស្សចឹងទៅខ្ញុំក៏មានចិត្តនឹងស្ម័គ្រចិត្តមកជួយរួមដើម្បីទាមទារតវ៉ាសិទ្ធិរបស់កម្ពុជាក្រោមឲ្យអ្នកនៅក្នុងប្រទេសដែលគ្នាមិនអាចមកបានបាទហើយបន្តពីការចូលរួមនៅក្នុងកិច្ចប្រជុំហ្នឹងតើបងមានអារម្មណ៍យ៉ាងណាដែរបាទអារម្មណ៍ខ្ញុំនឹងគឺថារំភើបហើយនឹងឃើញថាយើងអាចធ្វើបានហើយនឹងយកធ្វើជំរុញកិច្ចការងារដែលយើងចង់បានហ្នឹងឲ្យវាបានសម្រេចនៅខាងមុខហ្នឹងបាទខ្ញុំបាទសានសវិតវិទ្យុខ្មែរពិភពលោករាយការណ៍ជូនអស់លោកអ្នកនាងស្ដាប់ពីទីក្រុង Washingtonចាខណៈនេះលោកអ្នកនាងកំពុងស្ដាប់កម្មវិធីវិទ្យុខ្មែរពិភពលោកដែលផ្សាយ